ក្មេងស្រីគ្រាន់តែប៉ះមាត់ក្មេងក៏មិននឹកស្មានថាក្មេងប្រុសដែលមិនធ្លាប់និយាយសោះស្រាប់តែហើបមាត់ម៉ាក់ម្ដាយឃើញបែបនេះសប្បាយចិត្តរកអ្វីប្រៀបគ្មានក៏ចាត់ទុកក្មេងស្រីនោះជាតារានាំសំណាងភ្លាមតែគ្មាននរណាដឹងទេថា1 ម៉ោងមុននាងត្រូវបានឪពុកបង្កើតបោះបង់ចោលអញចិញ្ចឹមឯងខាតបាយកើតមកនាំតែរឿងចង្រៃនិយាយចប់ឥចិត្តត្រឆានក៏បើកឡានចេញបាត់ឃើញក្មេងស្រីត្រូវគេបោះបង់គួរឲ្យអាណិតបែបនេះស្ត្រីចិត្តធម៌ទោះបីខ្លួនកំពុងជួបវិបត្តិសេដ្ឋកិច្ចក៏សម្រេចចិត្តរើសនាងមកចិញ្ចឹមដែរប្រហែលជានាងអាចនាំសំណាងឲ្យយើងក៏ថាបានវាលែងត្រូវការតែខ្ញុំត្រូវការអ្នកស្រីក៏នាំក្មេងស្រីចូលមកក្នុងភូមិគ្រឹះមេតបតែក្មេងតូចទើបតែបានញ៉ាំបាយឆ្អែតយាយកាច់ឆ្នះក៏ដើរចូលមកទាំងកំហឹងគាត់ខឹងព្រោះឥឡូវលោកមេតបបាត់ខ្លួនក្នុងផ្ទះដាច់អង្គស៊ីទៅហើយនៅរើសក្មេងមកជាបន្ទុកទៀតនិយាយចប់គាត់ក៏ទះចានបាយចោលពីដៃក្មេងស្រីមិនបាច់ស៊ីស្របពេលក្មេងស្រីកំពុងយំភ្លាមនោះគាត់ក៏បានឃើញរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសៀវញ៉ាំបានថាម៉េចញ៉ាំយាយទើបដឹងថាចៅប្រុសចេះនិយាយទោះបីម្ដាយថានេះជាគុណបុណ្យក្មេងស្រីតែយាយចាស់មិនជឿទេគាត់ថាព្រះជាអ្នកជួយទើបចៅគាត់និយាយបានហើយក៏បន្តដេញក្មេងស្រីនោះចេញពីផ្ទះទៀតមិនទាន់ផុតមាត់ផងស្រាប់តែគាត់ក្អួតឈាមមកមួយគោពេលពេទ្យមកដល់ពេទ្យថាមកពីគាត់ព្រួយចិត្តរឿងមេតបពេកធ្វើឲ្យអស់អាយុខៃហើយឮថាខ្លួនចិត្តស្លាប់យាយចាស់ក៏បដូរចរិតភ្លាមចៅឲ្យថ្ងៃនេះយាយធ្វើឲ្យឯងភ័យហើយបើចង់នៅក៏នៅចុះណាយ៉ាងណាក៏ជាក្មេងកំសត់ដូចគ្នាសម្ដីរបស់យាយធ្វើឲ្យក្មេងស្រីមានអារម្មណ៍កក់ក្ដៅស្របពេលយាយលូកដៃទៅអង្អែមុខសុំទោសចៅពន្លឺពណ៌មាសក៏ហោះចូលខ្លួនគាត់ភ្លាមយាយក្អួតឈាមស្អុយចេញមកម្ដងទៀតហើយគ្រប់គ្នាក៏ភ្ញាក់ព្រឺតព្រោះយាយស្រាប់តែជាសះស្បើយអាហាមិនក៏លេងជឿចឹងគ្រប់គ្នាដឹងភ្លាមថាក្មេងស្រីជាអ្នកជួយទើបយាយជឿថានាងជាក្មេងនាំសំណាងមែនគាត់បញ្ជាឲ្យគេរៀបចំកន្លែងស្នាក់នៅឲ្យនាងភ្លាមហើយចាត់ទុកនាងជាសមាជិកគ្រួសារក្មេងស្រីក៏ទៅជួយក្មេងប្រុសដកស្មៅលេងនៅខាងក្រៅពេលនោះនាងងើថាលោកយាយត្រូវការយិនសិនពៅកម្លាំងតែផ្ទះមេតបលេងមានលុយហើយនាងក៏និយាយជាមួយស្មៅក្នុងដៃថាលោកយាយអត់លុយទិញថ្នាំទេតាត្រូវធ្វើម៉េចចឹងពួកឯងញ៉ាំដេកតិចបានហើយទុកលុយឲ្យលោកយាយទិញថ្នាំផងថាហើយនាងក៏ដកស្មៅស្រាប់តែឃើញពន្លឺមាសចាំងភ្នែកស្ត្រីជាម្ដាយក៏ភ្ញាក់ផ្អើលព្រោះឃើញសុទ្ធតែមាសនៅខាងក្រោមកំណប់នេះធ្វើឲ្យគាត់រំភើបចិត្តយ៉ាងខ្លាំងព្រោះតាំងពីប្តីបាត់ខ្លួនទៅអ្វីដែលខ្វះបំផុតគឺលុយនឹងឯងតែរឿងនេះត្រូវបានគេលួចឃើញវាប្រញាប់យកដំណឹងនេះទៅប្រាប់មេតបរងត្រកូលឈិនអាឈិនដឹងថាមេតបធំស្លាប់នៅសមរភូមិហើយបើវាដណ្ដើមយកមាសនេះបានវានឹងក្លាយជាមេតបធំថ្មីមិនខានគិតរួចវាក៏នាំគ្នាមកឡោមព័ទ្ធភ្លាមចំណែកឯក្មេងស្រីនៅតែបន្តជីកមាសឡើងមកមួយផ្លែតសោះបានពេញមួយហើបភូមិគ្រឹះនេះមានអាយុកាលរាប់រយឆ្នាំហើយបោះសម្អាតរាល់ថ្ងៃបើមានមាសមិនក៏មិនដែលឃើញនេះច្បាស់ជាសំណាងរបស់នាងហើយកំពុងតែសប្បាយចិត្តអាឈិនក៏នាំទាហានមកដល់ដើម្បីប្លន់យកមាសទាំងនេះវាចោទថាលោកមេតបលួចលក់ជាតិហើយមាសទាំងនេះគឺជាភស្តុតាងនៃអំពើក្បត់និយាយចប់វាបញ្ជាឲ្យកូនចៅរឹបអូសក្មេងប្រុសស្ទុះទៅរុញអាឈិនចេញទាំងកំហឹងធ្វើឲ្យវាខឹងដកកាំភ្លើងមកអាមេបំរុងបាញ់ក្មេងចោលម្ដាយភ័យពេកក៏ស្រែកគំរាមដោយអាងឈ្មោះប្តីជាមេតបធំបើប្តីខ្ញុំមកវិញគាត់មិនទុកឯងទេអញប្រាប់ចុះប្តីនាងឯងមិនអាចមកវិញទេដឹងថាវាងាប់ដោយសារអីទេគ្រាប់បែក30គ្រាប់ស្ត្រូវកប់គ្រាប់បែក30គ្រាប់ចាំវាហាហាហាឥឡូវសំបីតែឆ្អឹងក៏រកមិនឃើញផងឃើញថាគ្មាននរណាទប់អាឈិនជាប់ក្មេងប្រុសនឹកឃើញថាប្អូនស្រីជាក្មេងនាំសំណាងក៏សួរនាងថាអាចជួយហៅប៉ាមកវិញបានទេនាងសួរវិញថាបងប្រុសបើហៅប៉ាមកវិញគាត់អាចសម្លាប់ពួកអាក្រក់អស់នឹងទេបានតើប៉ាខ្លាំងបំផុតហើយគាត់ច្បាស់ជាកំចាត់ពួកវាអស់មិនខានអញចង់រត់ទៅណាមិនទាន់និយាយចប់ផងអាឈិនស្ទុះមកចាប់ក្មេងប្រុសយកកាំភ្លើងភ្ជុងក្បាលវាថាគុំថាឡើយឲ្យមកមិនបានសូម្បីតែកូនក៏ត្រូវស៊ីគ្រាប់សម្ដែងពេលនោះក្មេងស្រីនិយាយយ៉ាងម៉ឺងម៉ាត់លោកពុកមកដល់ឥឡូវហើយអាឈិនសើចចំអោយពួកគេរួចលើកកាំភ្លើងបំរុងបាញ់ចោលមួយពូជតែភ្លាមនោះក្មេងស្រីក៏ចាប់ផ្ដើមបួងសួងទៅងាប់ទៅយៀនកុំកំរើកអាណាហេន